នៅថ្ងៃអាទិត្យទី6 ខែមេសាឆ្នាំ 2025 នេះគណៈបកកម្លាំងជាតិបានរៀបចំសមាជវិសាមញ្ញដែលមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់គណៈបកនិងក្រុមការងារបណ្ដោះអាសន្នគណៈកម្មការប្រតិបត្តិបណ្ដោះអាសន្នក្រុងស្រុកខណ្ឌទូទាំង25ខេត្តរាជធានីព្រមទាំងប្រជាពលរដ្ឋទូទៅដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យក៏បានអញ្ជើញចូលរួមយ៉ាងច្រើនកកកផងដែរតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈបកកម្លាំងជាតិលោកជាមនីត្រូវបានអង្គសមាជបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តជ្រើសរើសលោកជាប្រធានគណៈបកនិងលោកសុកកំសីជាអនុប្រធានគណៈបកថ្លែងនៅក្នុងពិធីសមាជវិសាមញ្ញគណៈបកកម្លាំងជាតិនាព្រឹកថ្ងៃទី6 ខែមេសានេះលោកជាមនីប្រធានគណៈបកបានលើកឡើងថាលោកនឹងរៀបចំរចនាសម្ព័ន្ធគណៈបកកម្លាំងជាតិឡើងវិញឲ្យមានលក្ខណៈល្អប្រសើរជាងពេលបច្ចុប្បន្ននេះតាមរយៈការរៀបចំគណៈកម្មការគណៈបករាជធានីខេត្តនិងការប្រមូលឲ្យបាននៅសមាជិកថ្មីបន្ថែមទៀតលោកក៏បានបញ្ជាក់ផងដែរថាលោកនឹងជ្រើសរើសលោករុងឈុនធ្វើជាទីប្រឹក្សាជាន់ខ្ពស់គណៈបកកម្លាំងជាតិដដែលនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់គណៈបកកម្លាំងជាតិបានបញ្ជាក់បន្ថែមទៀតថាអង្គសមាជគណៈបកកម្លាំងជាតិក៏បានផ្ដល់សេចក្តីទុកចិត្តជូនសមាជិកគណៈកម្មការនយោបាយថ្មីចំនួន35រូបផងដែរនៅក្នុងអង្គសមាជវិសាមញ្ញនោះគណៈបកកម្លាំងជាតិក៏បានត្រៀមរៀបចំរចនាសម្ព័ន្ធគណៈកម្មាធិការប្រតិបត្តិបណ្ដោះអាសន្នក្រុងស្រុកខណ្ឌនិងឃុំសង្កាត់ឲ្យបានចប់រួចរាល់នៅបំណាច់ឆ្នាំ2025ដើម្បីត្រៀមរៀបចំបេក្ខជនចូលឈ្មោះនិងភ្នាក់ងារសង្កេតការណ៍សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី6ឆ្នាំ2027ឲ្យបានចប់រួចរាល់នៅបំណាច់ឆ្នាំ2026ក្នុងពិធីនោះដែរលោករុងឈុនដែលជាទីប្រឹក្សាជាន់ខ្ពស់របស់គណៈបកបានលើកឡើងពីគោលជំហររឹងមាំក្នុងការកំណត់គោលដៅដ៏ជាក់លាក់គឺការចូលរួមការបោះឆ្នោតដើម្បីស្វែងរកលទ្ធិប្រជាធិបតេយ្យជូនប្រទេសជាតិនិងប្រជាពលរដ្ឋគ្រប់រូបបើយើងមិនចូលរួមការពារជាតិរបស់យើងអនាគតកូនចៅរបស់យើងជំនាន់ក្រោយបារម្ភខ្លាចតែដីអស់ទៅពីព្រោះយើងមានមេរៀនហើយបងប្អូនយើងមើលប្រវត្តិសាស្ត្រមកខាងជាប់ភូមាជាប់ចិនជាប់ម៉ាឡេស៊ីមកខាងទៀតចំប៉ាប៉ុន្តែឥឡូវនេះនៅសល់ប្រមាណបើយើងមើលឯកសារបាត់ទៅបែកខាងសៀមប្រមាណជា30ជាងខែសូម្បីតែឡើយនេះប្រហែលជា8ខែដែរកម្ពុជាក្រោមប្រមាណ21ខែចឹងអ្វីតែដូនតាយើងបានបន្សល់ទុកប៉ុណ្្នឹងគឺបងប្អូនទាំងអស់គ្នានឹងត្រូវបំពេញកាតព្វកិច្ចក្នុងការការពារអ្វីដែលដូនតាយើងបានបន្សល់ទុកឥឡូវនេះយើងកំពុងអង្គុយនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរវត្តដែលជាប្រលឹងដូនតារបស់យើងបងប្អូនជ័យយោទឹកដីអង្គរដល់ទីចិនចំជ័យយោលោកគ្រូរងឈុននិមិត្តរូបនៃការផ្លាស់ប្ដូរឥឡូវបលឹងពពកបរោះនៅលើទឹកដីសៀមរាបនេះកំពុងតែបើកព្រះនេត្រមកមើលបងប្អូនកូនខ្មែររបស់យើងថាតើមានសតិមានសេចក្តីក្លាហានមានមនសិការឧត្តមគតិក្នុងការការពារជាតិកម្រិតណាតួនាទីមិនសំខាន់ទេតួនាទីបងប្អូនសំខាន់យើងមានឱកាសជួយជាតិរបស់យើងបងប្អូនជ័យយោគណៈបកកម្លាំងជាតិជ័យយោវិរភាពលោកគ្រូរងឈុនបន្ថែមលើនេះលោកក៏បានលើកឡើងអំពីជំហរនិងស្មារតីនៃការចូលរួមរបស់អ្នកប្រជាធិបតេយ្យជាមួយគណៈបកកម្លាំងជាតិដើម្បីបន្តនៅស្មារតីដើមផងដែរការពិតរួបរวมបើយើងនិយាយតែទ្រឹស្ដីល្អបងប្អូនដោយទៀបដូនតាយើងថាជាកេះមួយបាច់កាត់មិនបាក់ប៉ុន្តែបើជាកេះមកបាច់នឹងខ្មោចស៊ី
នៅសល់មកដើមសួរថាកាត់បាក់អីបងប្អូនអាហ្នឹងហើយដែលយើងត្រូវប្រុងប្រយ័ត្នបាទយើងត្រូវប្រុងប្រយ័ត្នចំពោះជំហរគណៈបកកម្លាំងជាតិយើងបើកទ្វារចាំទទួលស្វាគមន៍អ្នកប្រជាធិបតេយ្យឥឡូវនេះយើងឃើញមកជាបន្តទៅបងប្អូនយើងទទួលស្វាគមន៍នៅវត្តមានរបស់ពុទ្ធមានន័យថាសូមឲ្យអ្នកប្រជាធិបតេយ្យទាំងអស់ចូលរួមជាមួយគណៈបកកម្លាំងជាតិមិនមែនរួមទេចូលរួមជាមួយគណៈបកកម្លាំងជាតិនៅក្រោមឆ័ត្រគណៈបកកម្លាំងជាតិតែមួយបងប្អូនជ័យយោគណៈបកកម្លាំងជាតិលោកសុកកំសែងដែលត្រូវបានអង្គសមាជផ្ដល់សេចក្តីទុកចិត្តជ្រើសរើសជាអនុប្រធានគណៈបកក៏បានលើកឡើងអំពីលក្ខណៈសម្បត្តិរបស់មេដឹកនាំដែលជានិមិត្តរូបនៃអ្នកប្រជាធិបតេយ្យនៅកម្ពុជាហើយក៏ជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរគឺមិនត្រឹមតែស្មោះត្រង់ចំពោះជាតិប៉ុណ្ណោះទេតែត្រូវមានសេចក្តីក្លាហានហ៊ានលះបង់សេចក្តីសុខផ្ទាល់ខ្លួនដើម្បីផលប្រយោជន៍ជាតិមាតុភូមិហើយបច្ចុប្បន្ននេះគឺមានតែលោករងឈុនម្នាក់ប៉ុណ្ណោះអ្នកតស៊ូវិជាធិបតេយ្យត្រូវតែមានអធិបតេយ្យភាពទាំងគណៈបកទាំងអ្នកដឹកនាំគណៈបកមានតែអធិបតេយ្យភាពមានតែភាពដែលមិនអាចប៉ះពាល់បានភាពដែលមិនអាចលូកលាស់បានការដឹកនាំគណៈបកនីមួយៗត្រូវមានអធិបតេយ្យភាពគោរពតាមគោលការណ៍ច្បាប់រដ្ឋធម្មនុញ្ញគោលការណ៍ច្បាប់គណៈបកនយោបាយនិងលក្ខន្តិកៈបទប្រជាជនក្នុងគណៈបកមិនអាចអាណាធ្វើគណៈបកនយោបាយទៅសុំអវ៉ាត់គេសុំដំបូងមានទៅគេត្រូវតាមល្មិចអត់អាចធ្វើបានទេអញ្ចឹងអ្នកដែលគណៈបកទាំងអ្នកនយោបាយដែលមិនមានអធិបតេយ្យភាពទាំងអ្នកនយោបាយទាំងគណៈបកនយោបាយដែលមិនមានអធិបតេយ្យភាពមិនអាចធ្វើជាតំណាងអ្នកប្រជាធិបតេយ្យបានទេហើយបើសិនជាអ្នកប្រជាធិបតេយ្យហ៊ានតែលងខ្លួនអានឹងនិយាយថាយើងខាត់ដើមខាត់ចុះបងប្អូនមិនអាចទៅរួចបានទេយើងមិនអាចទៅខ្ញុំជាអ្នកប្រជាធិបតេយ្យគណៈបករបស់ខ្ញុំបង្កើតមកប្រជាធិបតេយ្យប៉ុន្តែនៅពេលដែលមានឱកាសយកផលប្រយោជន៍ពីគណៈបកអំណាចទៅយកទៅទោះបីជាអ្នកប្រជាធិបតេយ្យឈឺចាប់ប៉ុណ្ណាក៏មិនខ្វល់បាយបហាអ្នកប្រជាធិបតេយ្យពេលដែលអ្នកប្រជាធិបតេយ្យតស៊ូទាំងឈឺចាប់ទទួលបានផលប្រយោជន៍តិចតួចអូមើលឃើញថាអូពួកប្រជាធិបតេយ្យមានគេហៅថាកៅអីខ្លះហើយរត់តាំងទាំងតងមកសុំរួបរวมប៉ុន្តែអ្វីដែលសំខាន់គឺបងប្អូនថាបងប្អូនចេះមើលតំណែងអត់បងប្អូនដែរហើយចេះមើលតំណែងអត់តែបើសិនបងប្អូនអត់ចេះមើលតំណែងបងប្អូនច្បាស់ជួយបានប្រជាធិបតេយ្យខ្លីៗហើយបងប្អូននឹងមើលទៅតំណែងជាតិយើងឃើញថាគណៈបកជាគណៈបកប្រជាធិបតេយ្យគណៈបកនឹងត្រូវមាននិមិត្តរូបនៃអ្នកប្រជាធិបតេយ្យនិមិត្តរូបនៃអ្នកតស៊ូដើម្បីប្រជាធិបតេយ្យអិសរាជជនដែលជានិមិត្តរូបនៃការតស៊ូនយោបាយតាមបែបប្រជាធិបតេយ្យមិនត្រឹមតែស្មោះត្រង់ជាមួយជាតិទេត្រូវមានសេចក្តីក្លាហានទៀតត្រូវមានចំហរឹងសំហេតុផលណាស់គឺមានតែគណៈបកកម្លាំងជាតិតែមួយគត់ដែលជាអ្នកបន្តនៅស្មារតីដើមនៃអ្នកតស៊ូដើម្បីប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាជ័យយោប្រជាជាតិកម្ពុជាជ័យយោគណៈបកកម្លាំងជាតិជ័យយោសមាជិកគណៈបកកម្លាំងជាតិដោយក្លាហានអ្នកចូលរួមម្នាក់ដែលដាក់ឈ្មោះនៅក្នុងបណ្ដាញសង្គម Facebook ថារឹងមាំតស៊ូបានប្រាប់ក្រុមការងារអ្នកយកព័ត៌មានយើងថានាងមានសេចក្តីរំភើបនៅពេលដែលឃើញបងប្អូនអញ្ជើញមកចូលរួមក្នុងពិធីនេះយ៉ាងច្រើនកកដោយស្មារតីមោះមុតអង្អាចក្លាហានប្រកបដោយស្នាមញញឹមនិងក្តីសង្ឃឹមជាមួយគណៈបកកម្លាំងជាតិដែលរំពឹងថានឹងស្វែងរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដសម្រាប់ប្រទេសជាតិនៅក្នុងកម្មវិធីសមាជរបស់គណៈបកហ្នឹងគឺស្ថានភាពគឺថាអ៊ូអហើយពុកម៉ែបងប្អូនដែលចូលរួមហ្នឹងគឺចំនួន7,2000 នាក់ប៉ុន្តែសរសើរនៅទឹកចិត្តពួកគាត់គឺដោយសារកៅអីយើងមានចំនួនតែ 1000 កៅអីជាងក្រៅពីហ្នឹងគឺពុកម៉ែបងប្អូនឈរទឹកចិត្តពួកគាត់គឺពួកគាត់លះបង់នៅពេលវេលាដ៏មានតម្លៃនៅថវិកាផ្ទាល់ខ្លួនគោលជំហររបស់គណៈបកកម្លាំងជាតិគឺយើងចង់បាននៅប្រជាធិបតេយ្យពិតប្រាកដដែលយើងចង់ឲ្យប្រជាពលរដ្ឋគាត់ស្គាល់អ្វីទៅជាសិទ្ធិក៏ដូចជាលទ្ធិប្រជាធិបតេយ្យលោកនួនវណ្ណៈដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបនៅក្នុងគណៈបកបានប្រាប់អ្នកយកព័ត៌មានយើងដែរថា
ដោយសារប្រជាពលរដ្ឋជឿជាក់លើជំហរថ្នាក់ដឹកនាំរបស់គណៈបកកម្លាំងជាតិដែលសុទ្ធតែជាអិសរាជជនធ្លាប់ឆ្លងកាត់បទពិសោធន៍នៅក្នុងកិច្ចការសង្គមយូរឆ្នាំហើយសុទ្ធសឹងជាអ្នកធ្លាប់តស៊ូដើម្បីយុត្តិធម៌សេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទើបពួកគាត់នាំគ្នាចូលរួមគាំទ្រដោយគ្មានអល់ឯក មានការសប្បាយរីករាយរំភើបនៅពេលដែលឃើញវត្តមានរបស់លោកខឿនវិរៈអតីតប្រធានយុវជនគណបកភ្លើងទៀនចូលរួមជាមួយគណបកកម្លាំងជាតិនិងក្លាយជាក្បាលម៉ាស៊ីនដឹកនាំរបស់គណបកកម្លាំងជាតិដោយអង្គសមាជបានបោះឆ្នោតដល់សេចក្តីទុកចិត្តលោកខឿនវិរៈជាសមាជិកគណៈកម្មការនយោបាយគឺបងប្អូនអ្នកគ្រប់គ្រងសមាជិកសមាជិកាគាត់ពិតជាមានសេចក្តីរំភើបសប្បាយរីករាយដែលឃើញវត្តមានរបស់លោកខឿនវិរៈបង្ហាញនៅលើវេទិកាពេលដែលលោកថ្លែងចំណាប់អារម្មណ៍នៅក្នុងអង្គសមាជបងប្អូនសមាជិកសមាជិកាអ្នកគ្រប់គ្រងបានបង្ហាញចំណាប់អារម្មណ៍គ្រប់គ្រងគណៈបកកម្លាំងជាតិដោយពួកគាត់មើលឃើញថាគណៈបកកម្លាំងជាតិគឺជាគណៈបកមួយបន្តនៅស្មារតីដើមរបស់អ្នកប្រជាធិបតេយ្យហើយនឹងប្រមូលនិងបើកទ្វារស្វាគមន៍គ្រប់បងប្អូនថ្នាក់ដឹកនាំសមាជិកសមាជិកាដែលមកពីគណៈបកភ្លើងទៀនឬក៏អ្នកជាតៃផ្សេងមករួបរวมក្រមដំបូលគណៈបកកម្លាំងជាតិ អ្នកនាងឈុនលក្ខិណាបច្ចុប្បន្នកំពុងរស់នៅប្រទេសជប៉ុនហើយក៏ជាសកម្មជនមួយរូបដែលតែងតែចេញមុខតស៊ូដើម្បីយុត្តិធម៌និងសេរីភាពសង្គមបានលើកឡើងថាប្រជាពលរដ្ឋដែលចង់បានយុត្តិធម៌ចង់បានលទ្ធិប្រជាធិបតេយ្យតែងតែសម្លឹងរកមើលគណៈបកណាដែលមានមេដឹកនាំមានចំហររឹងមាំច្បាស់លាស់មានគោលដៅពិតប្រាកដជួយជាតិពួកគាត់នឹងចូលរួមដោយគ្មានស្ទាក់ស្ទើរឡើយជាក់ស្ដែងបច្ចុប្បន្ននេះមេដឹកនាំដែលកំពុងតែមានវត្តមាននៅក្នុងគណៈបកកម្លាំងជាតិគឺសុទ្ធតែជាអ្នកមានប្រវត្តិតស៊ូដើម្បីផលប្រយោជន៍ជាតិសុទ្ធសាធ គឺបង្ហាញឲ្យឃើញពីការត្រៀមខ្លួនរបស់គណៈបកកម្លាំងជាតិដើម្បីចូលរួមប្រកួតជាមួយគណៈបកកណ្ដាលអំណាចតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ក្នុងអាណត្តិទី6ឆ្នាំ2027ខាងមុខនេះខ្ញុំសង្ឃឹមថាលោកជាមនីដែលត្រូវបានសមាជបោះឆ្នោតជ្រើសរើសឲ្យក្លាយជាប្រធានគណៈបកកម្លាំងជាតិជំនួសឲ្យលោកស៊ុនចន្ទធីដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ2ឆ្នាំដកសិទ្ធិបោះឆ្នោតហាមចុះឈ្មោះឲ្យទូបោះឆ្នោតអស់មួយជីវិតដោយអយុត្តិធម៌លោកស៊ុនចន្ទធីគាត់សុខចិត្តលះបង់សេរីភាពរបស់គាត់មិនព្រមចូលញោមជាមួយនឹងរដ្ឋាភិបាលនោះទេអញ្ចឹងចង់បង្ហាញថាកន្លែងនេះគឺខ្សែស្រឡាយរបស់គណៈបកកម្លាំងជាតិសុទ្ធតែអ្នកដែលស្រឡាញ់ប្រទេសកម្ពុជាស្រឡាញ់ប្រជាពលរដ្ឋស្រឡាញ់ប្រជាធិបតេយ្យហើយចង់ឲ្យប្រទេសកម្ពុជាមានការបោះឆ្នោតត្រឹមត្រូវសេរីដោយយុត្តិធម៌មានការប្រកួតប្រជែងមួយដែលពិតប្រាកដហើយតាមដែលខ្ញុំស្គាល់លោកជាមនីគាត់ជាខ្សែស្រឡាយនឹងឈាមជរនៅលះបង់ខ្លួនដើម្បីជាគឺគាត់ជាប្អូនប្រុសរបស់លោកជាវិជាប្រធានសហជីពសេរីកម្មករខ្មែរដែលត្រូវបានស្មានទឹកកំភ្លើងបាញ់សម្លាប់យ៉ាងឃោរឃៅនៅថ្ងៃទី22ខែមករាឆ្នាំ2004នៅកណ្ដាលទីប្រជុំជនមុខរោងពុម្ពកាសែតដែលលោកជាមនីជាប្អូនប្រុសរបស់លោកជាវិជាហើយលោកជាវិជាគាត់គឺជាធនធានមនុស្សដែលស្រឡាញ់នឹងការពារកម្មករកម្មការិនីហើយការពារសិទ្ធិពួកគាត់ទាមទារប្រាក់ឧបត្ថម្ភប្រាក់ខែឲ្យស្របតាមសិទ្ធិរបស់កម្មករដែលត្រូវបានថៅកែកេងប្រវ័ញ្ចហើយអញ្ចឹងគាត់ជាមនុស្សម្នាក់ដែលចង់ឲ្យប្រជាពលរដ្ឋយើងគឺរួចផុតពីការរំលោភបំពានពីជនមានអំណាចអញ្ចឹងលោកជាមនីក៏ដូចគ្នាខ្ញុំគិតថាគាត់ពិតជាមានចិត្តមានបេះដូងស្រឡាញ់ប្រជាធិបតេយ្យហើយហ៊ានលះបង់ដើម្បីប្រទេសជាតិរបស់ខ្លួនពួកយើងដែលស្រឡាញ់ប្រជាធិបតេយ្យពួកយើងគួរតែសង្កេតនិងមើលទៅខ្លួនឯងថាតើគណៈបកណាដែលមានសន្ទុះមានថ្នាក់ដឹកនាំដែលស្រឡាញ់ជាតិហ៊ានលះបង់ដើម្បីជាតិយើងត្រូវតាមដានសង្គមនយោបាយហើយយើងហ៊ានវិភាគហើយយើងមិនបាច់ធ្វើតាមនៃការចង្អុលបង្ហាញរបស់បុគ្គលណាទេរបស់ជនណាទេហើយយើងត្រូវចេះរៀនមើលរៀនសង្កេតព្រោះឥឡូវនេះវាជាសង្គម
បច្ចេកវិទ្យាយើងមានទូរស័ព្ទដៃយើងមាន TikTok មើលយើងមាន Facebook មើលអញ្ចឹងយើងអាចមើលតាមអស់នឹងបានហើយយើងអាចវិតម្លៃថាតើយើងជាប្រជាពលរដ្ឋឬយើងជាអ្នកស្រឡាញ់ប្រជាធិបតេយ្យយើងគួរតែជ្រើសរើសគណៈបកណាដែលអាចឲ្យយើងជឿជាក់អាចឲ្យយើងអាចតំណាងយើងដើម្បីទៅតស៊ូទាមទាររយុត្តិធម៌ពេលដែលយើងជួបបញ្ហាហើយយើងឃើញថាឥឡូវនេះដោយសារតែយើងគ្មានគណៈបកប្រឆាំងមួយដែលមានសក្តានុពលចឹងប្រជាពលរដ្ឋគឺរងការរំលោភបំពានពីរដ្ឋអំណាចក៏ដូចជាអ្នកមានអំណាចអ្នកមានសិទ្ធិអ្នកមានស័ក្តិយោបនស័ក្តិជាច្រើនចឹងយើងសង្ឃឹមថាគណៈបកកម្លាំងជាតិនឹងរីកធំធាត់ហើយនឹងអាចឈ្នះឆ្នោតនៅឆ្នាំ2027ហើយនឹងក្លាយទៅជាតំណាងនៃសម្លេងប្រជាពលរដ្ឋដែលរងគ្រោះហើយហ៊ានតតាំងដើម្បីប្រជាពលរដ្ឋយើង ផ្អែកលើតម្រូវការជាក់ស្ដែងគណៈបកកម្លាំងជាតិបានសម្រេចធ្វើសមាជវិសាមញ្ញលើកទី3នេះគឺដើម្បីរៀបចំក្បាលម៉ាស៊ីនដឹកនាំនិងលក្ខខណ្ឌផ្សេងៗអានអាឡោមទៅតាមច្បាប់ស្ដីពីគណៈបកនយោបាយនិងលក្ខខណ្ឌការរបស់ខ្លួនដូចជាការជ្រើសរើសប្រធានអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការនយោបាយគណៈកម្មាធិការប្រតិបត្តិគណៈបកព្រមទាំងគណៈកម្មាធិការវិន័យជាដើមគូរំលឹកថាគណៈបកកម្លាំងជាតិបានបង្កើតឡើងក្រោយពេលគណៈបកភ្លើងទៀនជាប់គាំងមិនអាចចូលរួមការប្រកួតប្រជែងការបោះឆ្នោតនាឆ្នាំ2023ដោយគណៈកម្មការជាតិរៀបចំការបោះឆ្នោតបានបដិសេធមិនទទួលស្គាល់ក្រុមហេតុផលមិនមានឯកសារចុះបញ្ជីច្បាប់ដើមឬហៅថាសម្បត្តិកំណើតលោកសុនចន្ទធីដែលជាស្ថាបនិកគណៈបកកម្លាំងជាតិហើយគឺជាអ្នកដែលហ៊ានតស៊ូលះបង់សេរីភាពផ្ទាល់ខ្លួនដើម្បីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានឃុំខ្លួននិងផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន2ឆ្នាំពីបទចោទញុះញង់រួមទាំងដកសិទ្ធិធ្វើនយោបាយអស់មួយជីវិតដោយអយុត្តិធម៌កាលពីដើមខែឧសភាឆ្នាំ2024កន្លងទៅនេះដែលការនេះត្រូវបានគេមើលឃើញថាគឺជាការអនុវត្តច្បាប់ដោយគ្មានតម្លាភាពលោកខឿនវិរៈអតីតប្រធានចលនាយុវជនគណបកភ្លើងទៀនហើយដែលត្រូវបានអង្គសមាជបោះឆ្នោតផ្ដោតសេចក្តីទុកចិត្តជាថ្នាក់ដឹកនាំមួយរូបនៅក្នុងគណបកកម្លាំងជាតិបានលើកឡើងថាអ្នកដែលធ្លាប់តស៊ូជាមួយគ្នាក្នុងនាមជាយុវជនមានលោកថនចន្ទថាលោកព្រំរតដែលសុទ្ធសឹងតែជាអ្នកធ្លាប់តស៊ូនិងជាសហការីរបស់លោកថាច់សិដ្ឋាពេលនេះបានមកជុំគ្នានៅក្រោមស្លាកគណបកកម្លាំងជាតិដើម្បីបន្តតស៊ូទាមទារសិទ្ធិសេរីភាពយុត្តិធម៌និងលទ្ធិប្រជាធិបតេយ្យជូនប្រជាពលរដ្ឋកម្ពុជាដោយកំណត់គោលដៅគឺការចូលរួមការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌ដើម្បីការផ្លាស់ប្ដូរជីវវិជ្ជមានសម្រាប់កម្ពុជាបឋមខ្ញុំបាទសូមគោរពលោកជាមនីប្រធានគណៈបកកម្លាំងជាតិដែលទើបទទួលបានការបោះឆ្នោតគ្រប់គ្រងថ្មីជាទីគោរពនិងសូមគោរពដល់លោករងឈុនទីប្រឹក្សាគណៈបកកម្លាំងជាតិសូមគោរពលោកសុកកំសេងអនុប្រធានគណៈបកកម្លាំងជាតិដែលជាថ្នាក់ដឹកនាំដ៏ឆ្នើមនិងទទួលបានការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តពីអង្គសមាជដើម្បីដឹកនាំកម្លាំងជាតិដើម្បីដឹកនាំនាវារបស់កម្លាំងជាតិធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ2027ធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតនៅឆ្នាំ2028ដើម្បីការផ្លាស់ប្ដូរជីវិតជំនាញមកបងជ័យគណៈបកកម្លាំងជាតិហើយអ្វីដែលខ្ញុំបានឃើញនៅអង្គសមាជបានលើកឡើងគឺដៅរបស់គណៈបកកម្លាំងជាតិគឺធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតច្បាស់ណាស់គោលដៅរបស់គណៈបកកម្លាំងជាតិគឺធ្វើដំណើរឆ្ពោះទៅរកការបោះឆ្នោតកុំចោទប្រកាន់យើងថាគណៈបកកម្លាំងជាតិសុទ្ធតែជាក្រុមជ្រុលនិយមខុសហើយប៉ុន្តែគណៈបកកម្លាំងជាតិគឺជាអ្នកដែលជួយនិយមជួយប្រជាពលរដ្ឋដែលរងទុក្ខវេទនាបងប្អូនមែនទេបងប្អូនហើយប្រភពរបស់គណៈបកកម្លាំងជាតិបងប្អូនបានដឹងហើយថាមានប្រភពមកពីណាយើងអត់ចាំបាច់បកស្រាយច្រើនទេហើយក្នុងនាមខ្ញុំដែលជាអតីតប្រធានយុវជនគណៈបកភ្លើងទៀនហើយមិនមែនមកតែខ្ញុំទេណាបងប្អូនឥឡូវនេះខ្ញុំសូមឲ្យលោកព្រំរតឲ្យលោកថនយថាក្រោកឈរមកជិតខ្ញុំតិចមើលសូមបង្ហាញតិចមើលបាទសូមលោកព្រំរតមួយទៀតទៅណាបាទ
នេះហើយបងប្អូនជាពិសេសតាមបញ្ញាទៅយុវជនគណៈបកភ្លើងទៀនតាមបញ្ញាទៅយុវជនទាំងអស់នេះហើយគឺជាយុវជនគណៈបកភ្លើងទៀនមកជួយកម្លាំងជាតិបងប្អូនទៅយកយុវជនគណៈបកភ្លើងទៀនមកចូលរួមជាមួយកម្លាំងជាតិមិនច្បាស់នៅប៉ុណ្ណឹងអរគុណបាទឈប់ជពេញ7បាយតាចាំមើលវិរៈចេញទៅណាខ្ញុំអរគុណថ្នាក់ដឹកនាំដែលផ្ដល់តម្លៃផ្ដល់កិត្តិយសឲ្យខ្ញុំប៉ុន្តែខ្ញុំសូមជំរាបថាយុវជនអត់អាចផ្ដល់សេចក្តីសង្ឃឹមឬដើរតាមអ្នកអត់សឿងទេមិនសឿងនេះសឿងទៅធ្វើអីច្រើននិយមអត់ទេយើងដើរតាមគោលការណ៍ប្រជាធិបតេយ្យដែលធានាដោយរដ្ឋធម្មនុញ្ញមែនទេបងប្អូនមែនអញ្ចឹងយើងត្រូវការមេដឹកនាំដែលមុខមុតដែលមានភាពច្បាស់លាស់ហើយដែលហ៊ានចេញមុខការពារផលប្រយោជន៍ប្រជាពលរដ្ឋដូច្នេះហើយបាននាំឲ្យយើងទាំងអស់គ្នាមកកាន់ខេត្តសៀមរាបទាំងអស់គ្នាមិនមែនតែថ្នាក់ដឹកនាំទេរួមទាំងអង្គសមាជទាំងអស់ដែលមកចូលរួមសម្រេចរឿងក្បាលម៉ាស៊ីនទេអញ្ចឹងគោលដៅកម្លាំងជាតិទៅណាបងប្អូនគោលដៅកម្លាំងជាតិ2027ទៅណា2028ទៅណាចាំក្តាច់ញ៉ែជួយរៀបចំរចនាសម្ព័ន្ធ2027បានទេគុំសង្កាត់បងបានមកទៅបានគ្រប់ឈរទាំងអស់គ្នាមើលដើម្បីជាសារទៅដៃគូរបស់យើងជាយកគណៈបកកម្លាំងជាតិជាយកកម្លាំងសាមគ្គីប្រជាពលរដ្ឋខ្មែរជាយកសមាជិកសមាជិកាគណៈបកកម្លាំងជាតិដងអាចខ្លះhơnបាទសូមសម្រួលអីយ៉ាបតហើយខ្ញុំសូមទាញការចាប់អារម្មណ៍ខ្ញុំមើលឃើញមួកនេះស្អាតបងប្អូនសូមអ្នកដឹកនាំនេះគាត់ត្រូវតែជាការចាប់អារម្មណ៍ទេណាបងប្អូនចាំ logo មួកនេះឃើញស្អាតអានេះត្រូវតែជាការចាប់អារម្មណ៍អំពូលភ្លើងនេះណាបងប្អូនគឺជាអំពូលភ្លើងដែលទទួលប្រភពពីរដើម្បីបំភ្លឺប្រទេសកម្ពុជាទី1គឺប្រភពពីព្រះអាទិត្យអំពូលភ្លើងសូឡាពេលថ្ងៃសូកកម្ដៅពីព្រះអាទិត្យពេលយប់ឡើងបំភ្លឺប្រទេសកម្ពុជាបងប្អូនមែនហើយមួយទៀតបើយើងបត់កន្លែងនេះតិចជានិមិត្តសញ្ញាថាពន្លឺភ្លើងទៀនតែគណៈបកកម្លាំងជាតិមានកំណើតពីពន្លឺភ្លើងទៀនដែលជាគណៈបកដើមហើយបន្តស្មារតីដើមរបស់អ្នកប្រជាធិបតេយ្យបងប្អូនទេបងប្អូនអញ្ចឹង3បូកចូលគ្នាខ្ញុំគិតថាទុំបងហើយបងប្អូន2027 2023យើងប្រកាសជាធ្វើដំណើរទៅដល់គោលដៅហើយទទួលបានជ័យជំនះហើយបងប្អូនទៅយកគណៈបកកម្លាំងជាតិអញ្ចឹងក្នុងនាមខ្ញុំដែលទើបទទួលបានការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តបានខ្លាចទៅជាក្បាលម៉ាស៊ីនដឹកនាំគេដែរហើយមកអត់សុំអីមែនបងប្អូនណាដូចខ្ញុំធ្វើសន្និសីទផ្សេងយើងដាក់ចិត្តមកជួយបងប្អូនហើយសូមឲ្យថ្នាក់ដឹកនាំរបស់យើងលះបង់គំនិតអារៀងតិចដាក់គ្នាបោះចោលដើម្បីយើងបដោតគោលដៅយើងធ្វើដំណើរឆ្ពោះរកការបោះឆ្នោតខ្ញុំនៅក្នុងគុក2ឆ្នាំខ្ញុំអត់ទ្រាំបានបងប្អូនដើម្បីលទ្ធិប្រជាធិបតេយ្យប្រធានគណៈបកកម្លាំងជាតិលោកស៊ុនចន្ទធីនៅតែអត់ទ្រាំបានបងប្អូនដើម្បីលទ្ធិប្រជាធិបតេយ្យអាដាមថៃសិដ្ឋាក៏នៅតែអត់ទ្រាំបានបងប្អូនដើម្បីលទ្ធិប្រជាធិបតេយ្យហើយខ្ញុំប្រកាសណាថាអ្នកដែលតស៊ូពិតប្រាកដអ្នកដែលចង់ឲ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដពេលត្រឡប់មកវិញនឹងមករួមគ្នាជាមួយគណៈបកកម្លាំងជាតិដើម្បីទៅប្រកួតប្រជែងយកលទ្ធិប្រជាធិបតេយ្យមកប្រកួតសូមជូនប្រជាពលរដ្ឋខ្មែរហើយបងប្អូនទៅយកលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាខ្ញុំមើលឃើញថាគណៈបកកម្លាំងជាតិនិមិត្តរូបឥឡូវមើលលោករងឈុនលោកជាមនីខ្ញុំសម្គាល់ពួកគាត់សេចក្តីស្រឡាញ់របស់លោករងឈុននេះណាអត់មានមុខដំណរទេបងប្អូនស្រឡាញ់ខ្មែរទាំងអស់គ្រប់និន្នាការទាំងអស់មែនបងប្អូនទី2ការលះបង់របស់លោករងឈុននេះអត់ទៀមទាសំណងទេសំណងដែលលោករងឈុនទៀមទានោះគឺសំណងផលប្រយោជន៍ប្រជាពលរដ្ឋយកមកជូនប្រជាពលរដ្ឋខ្មែរបងប្អូន
ទី3ភាពស្មោះត្រង់ដែលអត់មានគំនួយឥឡូវមើលថ្នាក់ដឹកនាំរួមទាំងយុវជនរួមទាំងថ្នាក់ដឹកនាំរបស់គណៈបកកម្លាំងជាតិជាពិសេសលោកជាលីលោករងជុនដែលជាអតីតប្រធានសមាគមប្រធានសហជីពនេះមានគំនួយទេបងប្អូនមានចរចាខាងលើជន់ខាងក្រោមទេអត់ទេហើយចុងក្រោយគាត់បានប្រាប់ខ្ញុំឡើងពីថាការលះបង់របស់លោកគ្រូនឹងនាំសមាជិកគណៈបកកម្លាំងជាតិដោយសន្យាថាមិនទៅណាចោលប្រទេសកម្ពុជាជាដាច់ខាតបងប្អូននេះហើយគឺជាតម្លៃដ៏អស្ចារ្យអញ្ចឹងទី1សេចក្តីស្រឡាញ់ដែលអត់មានមុខតំណការលះបង់ដែលអត់មានទាមទារសំណងភាពស្មោះត្រង់ដែលអត់មានគំនួយនិងសន្យាដែលអត់ទៅចោលប្រជាពលរដ្ឋនេះសូមឲ្យស្មារតីរបស់ថ្នាក់ដឹកនាំនេះឲ្យដូចជាថ្នាក់ដឹកនាំកម្ពុជារបស់យើងនេះដើម្បីធ្វើបន្តដំណើររួមគ្នាជួយប្រជាពលរដ្ឋខ្មែរនិងចូលលទ្ធិប្រជាធិបតេយ្យមកជួយប្រជាពលរដ្ឋខ្មែរឲ្យបាននៅឆ្នាំ2027 2028បងប្អូនហើយខ្ញុំគ្រាន់តែរំលឹកទេបំភ័យគំរាមសម្លុតទិញដូរបញ្ចប់ទៅបានតែអ្នកដែលគាត់តណ្ហានាំមកនៅលោកភៈទេត្រឹមត្រូវចុះអ្នកដែលដូចខ្ញុំនេះនៅក្នុងគុកតណ្ហាគឺតណ្ហាប្រជាធិបតេយ្យបើឲ្យប្រជាធិបតេយ្យមកខ្ញុំនឹងចូលជាមួយនឹងឯងហើយមែនទេបងប្អូនហើយយើងទាំងអស់គ្នាសិនអ្នកតណ្ហាប្រជាធិបតេយ្យឲ្យប្រជាធិបតេយ្យមកឆ្អែតមែនទេបងប្អូនមែនអញ្ចឹងហើយខំធ្វើអីទៀតបងប្អូនគឺយើងខំដើម្បីប្រជាធិបតេយ្យអញ្ចឹងអ្នកទិញអ្នកសម្លុតអ្នកគម្រាមយកអាឡូកនេះអាឡូកនោះទៅចុកទៅវប្បធម៌បែបនេះគឺធ្វើឲ្យខ្មែរបែកបាក់គ្នាខ្មែរមិនអាចរួមសុខជាមួយគ្នាបានទេទឹកដីគោជាទឹកដីអាណាចក្រដ៏រុងរឿងដូច្នេះហើយបើយើងដែលស្រឡាញ់ប្រទេសជាតិពិតប្រាកដយើងប្រកួតប្រជែងគ្នាទៅលើតែគោលនយោបាយទៅលើតែទស្សនៈនយោបាយទៅបានហើយឈប់យកខ្មែរធ្វើជាសត្រូវឈប់គួនសងសឹកខ្មែរទៀតទៅគណៈបកប្រឆាំងគណៈបកកម្លាំងជាតិអត់មានបានយកខ្មែរណាធ្វើសត្រូវទេមើលគោលនយោបាយទៅតស៊ូនយោបាយតាមលទ្ធិប្រជាធិបតេយ្យដោយធានារដ្ឋធម្មនុញ្ញដែរឥឡូវអ្នកដែលប្រឹងទិញដូរស្មានទិញទៅប្រជាប្រដ្ឋទៅទាំងអស់អីគួរបញ្ជាក់ថាគណៈបកកម្លាំងជាតិដោយឈរលើគោលការណ៍នៃការគោរពសិទ្ធិមនុស្សយុត្តិធម៌សង្គមរក្សាឯកភាពជាតិបានកំណត់គោលដៅយ៉ាងជាក់លាក់និងបន្តសកម្មភាពនយោបាយរបស់ខ្លួនដើម្បីឆ្ពោះទៅរកជ័យជំនះក្នុងការប្រកួតប្រជែងការបោះឆ្នោតនៅឆ្នាំ2027និង2028នាពេលខាងមុខនេះខ្ញុំគៀថាណារៀបចំព័ត៌មានពីប្រទេសជប៉ុន